អន្តរជាតិជាពិសេសរបស់ការសហជីវជាតិដែលយើងនិយាយនៅទីនេះទៅខ្លីថាមានចែងនៅក្នុងកាត់ការសង្អន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយឆ្នាំ 1966 ហើយក៏មានចែងនៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សឆ្នាំ 1948 របស់អង្គការសហប្រជាជាតិផងដែរបច្ចុប្បន្ននេះគោលការណ៍នេះត្រូវបានយកមកចងក្រងបញ្ចូលទៅក្នុងក្រមព្រំប្រទានរបស់យើងនេះគឺនៅក្នុងមាត្រា 3 នៃក្រមព្រំប្រទានដែលបានចែងយ៉ាងច្បាស់អំពីបញ្ហានេះមាត្រា 3 នៃក្រមព្រំប្រទានយើងបានចែងថាមានតែអំពើដែលបង្កើតបានជាបទល្មើសនៅពេលដែលអំពើនោះមានចែងក្នុងបញ្ញត្តិព្រំប្រទានជាធរមានប៉ុណ្ណោះទើបត្រូវផ្តន្ទាទោសព្រំប្រទានបានហើយទន្ទឹមនេះមាត្រា 3 ក៏ចែងថាមានតែទោសដែលមានចែងក្នុងបទបញ្ញត្តិព្រំប្រទានជាធរមាននៅពេលដែលបទល្មើសត្រូវបានប្រព្រឹត្តប៉ុណ្ណោះទើបអាចត្រូវប្រកាសបានអញ្ចឹងតាមខ្លឹមសារនៃមាត្រា 3 ដោយបានជម្រាបជូនទូរមិញគឺយើងឃើញថាដើម្បីអាចចាត់ទុកថាការប្រព្រឹត្តរបស់បុគ្គលណាម្នាក់ដែលប៉ះពាល់ដល់បុគ្គលណាម្នាក់ទៀតនោះនៅក្នុងស្ថានភាពនៃការប្រព្រឹត្តនេះយើងនឹងអាចចាត់ទុកថាជាបទល្មើសព្រំប្រទានហើយយើងអាចផ្តន្ទាទោសបានលុះត្រាតែមានច្បាប់មួយមានបទបញ្ញត្តិព្រំប្រទានមួយចែងកំណត់ទុកជាមុនហើយច្បាប់ព្រំប្រទាននេះដោយឯកឧត្តមភៅសុភីបានជម្រាបជូនមិញថាពាក្យថាច្បាប់ព្រំប្រទាននៅក្នុងអត្ថន័យនៃក្រមព្រំប្រទានរបស់យើងមិនមែនសំដៅត្រឹមតែពាក្យច្បាប់នៅក្នុងន័យចង្អៀតបានន័យថាច្បាប់ដែលត្រូវបានអនុម័តដោយអង្គការនីតិបញ្ញត្តិទេមានន័យថាច្បាប់ព្រំប្រទាននេះគឺសំដៅទៅដល់បទបញ្ញត្តិព្រំប្រទានទាំងអស់ដែលចែងអំពីបទល្មើសហើយនឹងទោសនេះវាយោងតាមក្រមព្រំប្រទានរបស់យើងក្នុងន័យនេះមាត្រា 1 ក៏បានផ្ដល់នៅសិទ្ធិអំណាចទៅដល់អង្គការនីតិប្រតិបត្តិដើម្បីបំពេញសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនក្នុងការបំពេញកិច្ចការរបស់ខ្លួនក្នុងស្ថាប័ននីតិប្រតិបត្តិអាចចេញនៅបទដ្ឋានគតិយុត្តតែចាំបាច់ដើម្បីចែងកំណត់អំពីបទល្មើសព្រំប្រទានមួយចំនួនដែលយ៉ាងថាជាប្រភេទបទលហុដែលត្រូវពិន័យជាប្រាក់តែប៉ុណ្ណោះដែលឧត្តមភៅសុភីបានបញ្ជាក់ជូនមិញអញ្ចឹងដើម្បីអាចឲ្យអំពើណាមួយត្រូវបានគេចាត់ទុកថាជាបទល្មើសព្រំប្រទានហើយអាចផ្តន្ទាទោសបានលុះត្រាតែមានបទបញ្ញត្តិទាំងអស់នោះចែងកំណត់ទុកជាមុនឧទាហរណ៍ករណីសម្រាប់នោះគឺមានចែងកំណត់ទុកជាមុនឧទាហរណ៍ដូចជាករណីឯកឧត្តមភៅសុភីលើកមិញបទសង្វឹងជាក់ស្ដែងក្នុងស្ថានភាពបច្ចុប្បន្ននេះគឺបទសង្វឹងជាក់ស្ដែងអត់មានតបានចែងកំណត់នៅក្នុងច្បាប់ព្រំប្រទានណាមួយដែលកំពុងអនុវត្តទេគឺមានចែងនៅក្នុងក្រមព្រំប្រទានតែក្រមព្រំប្រទានតាក់ទងបទសង្វឹងជាក់ស្ដែងនេះនឹងត្រូវយកមកអនុវត្តរយៈពេល1ឆ្នាំទៀតក្រោយពេលដែលក្រមនេះត្រូវបានចូលជាធរមានបាទអញ្ចឹងនៅក្នុងស្ថានភាពនេះគឺបានន័យថាបើសិនជាបច្ចុប្បន្នមានអ្នកណាគាត់ប្រព្រឹត្តបទល្មើសហៅថាបទសង្វឹងជាក់ស្ដែងហើយបើយើងពិនិត្យនៅក្នុងអត្ថបទច្បាប់ដែលគ្មានអត្ថបទច្បាប់ដែលកំពុងអនុវត្តបច្ចុប្បន្ននេះចែងតន្ទាទោសករណីទេអនុលោមតាមគោលការណ៍នីតិគោលភាពនៃបទល្មើសនឹងទោសគេមិនអាចយកជននោះមកធ្វើការផ្តន្ទាទោសបានទេដោយសារវាអត់មានច្បាប់គោលការណ៍នេះយើងអាចយល់ច្បាស់លាស់តាមរយៈគេហៅថាកម្រងពាក្យមួយដែលគេឲ្យឈ្មោះថាគ្មានដែលគេអាចហៅថាគ្មានបទល្មើសគ្មានទោសបើគ្មានច្បាប់ចែងហើយកម្រងពាក្យនេះវាកើតចេញមកពីភាសាឡាតាំងដែលជាចរិតគ្រឹះរបស់គេកំណត់ពីបញ្ហានេះគេហៅថា Nilum Crimen Nila Pena Sin Lex ពាក្យនេះគឺចេញមកពីភាសាឡាតាំងហើយដែលយើងយកមកប្រើទីនេះថានិយាយសាមញ្ញហើយយើងអាចនិយាយយល់ថាគ្មានបទល្មើសទេគ្មានទោសទេប្រសិនបើគ្មានច្បាប់ចែងបាទគោលការណ៍នេះមានសារៈសំខាន់ណាស់នៅក្នុងប្រព័ន្ធនីតិសាស្ត្រជាពិសេសសម្រាប់នីតិព្រំប្រទានព្រោះថាគោលការណ៍នេះមានគោលបំណងពីរយ៉ាងគោលការណ៍នេះទី1គឺត្រូវបានគេចាត់ទុកថាជាបញ្ញត្តិដើម្បីការពារនៅសិទ្ធិសេរីភាពរបស់បុគ្គលតើការពារដោយមិនដែរការពារដូចខ្ញុំជម្រាបជូនមិញអញ្ចឹងមានន័យថាប្រជាពលរដ្ឋសមាជិកសង្គមអស់ចងក្រងគ្នានៅក្នុងសង្គមតាមរយៈកិច្ចសន្យាសង្គមនេះវាតាមទិសស្អីរបស់រូសូកិច្ចសន្យាសង្គមនេះគឺជាច្បាប់នេះគឺជាការសម្ដែងនៃឆន្ទៈទូទៅរបស់សមាជិកសង្គមទាំងអស់តាមរយៈអ្នកតំណាងរាស្ត្រនៅអង្គការនីតិបញ្ញត្តិអញ្ចឹងប្រជាពលរដ្ឋបោះឆ្នោតឲ្យគាត់ធ្វើច្បាប់នេះចាត់ទុកថាជាឆន្ទៈទូទៅរបស់ប្រជាពលរដ្ឋទាំងអស់សមាជិកសង្គមទាំងអស់អញ្ចឹងគាត់បង្កើតជាកិច្ចសន្យាសង្គមមួយហើយដូច្នេះគាត់ថាដើម្បីអាចកំណត់ថាអំពើណាមួយគឺជាបទល្មើសហើយអាចផ្តន្ទាទោសអំពើនោះបានលុះត្រាតែមានច្បាប់ចែងកំណត់ជាមុនប្រាប់ទៅដល់សមាជិកសង្គមទាំងអស់ថាអំពើនេះគឺជាបទល្មើសដោយឯកឧត្តមភៅសុភីបានបញ្ជាក់ជូនថាច្បាប់ព្រំប្រទានស្ដែងឡើងហាក់បីដូចជាបញ្ជីនៃការហាមឃាត់បញ្ជីនៃបទល្មើសព្រំប្រទានបញ្ជីនៃទោសមានន័យថាច្បាប់ព្រំប្រទាននេះគឺកំណត់អំពីព្រំដែននៃសិទ្ធិសេរីភាពរហូតដល់អ្នកច្បាប់មួយចំនួនគេបានកំណត់ថាច្បាប់ព្រំប្រទានគឺជាព្រំដែននៃសិទ្ធិមានន័យថាប្រាប់ដល់ប្រជាពលរដ្ឋឲ្យដឹងថាតើអំពើណាខ្លះគឺជាអំពើហាមឃាត់ហើយអ្វីដែលមិនបានហាមឃាត់ដោយច្បាប់យើងអាចចាត់ទុកថាអំពើនោះគាត់អាចប្រព្រឹត្តទៅបានគាត់អាចអនុវត្តបានគាត់អាចប្រើប្រាស់វាជាសិទ្ធិបានប៉ុន្តែអ្វីដែលចែងចូលទៅក្នុងបញ្ជីនៃបទបញ្ញត្តិព្រំប្រទានមានន័យថាគេត្រូវបានកំណត់ថា
sân ba nẹp bật rầm lốp từ lơ bình chi thì bọt mới nó nẹp từ ban thì tốt từ tam cho bắp chỉ thổ miền còn bờ sân chia ở vây đạm miền trai thế riêng ai chặt tục thà quạt ai pra bán lược lên tại cả này nút việc passport đỏ sân nẹp đỏ tới hai để sân nẹp tới cái ai pra tam thì tệ rọt về ní làm bay tim tia sập nóng xem u tờ hồ làm bay sầm đây khơi nơi san phiệp cái lấy này ban cho bắp bản tây u tờ hồ thì nơi pe để riệp trong crom promotor này dương miền bọt phải nhận mà chỉ muốn trai những pi bọt làm mưaแตะตรงอยู่มวยนั่งกาบอดฮาเก้หรือกาจีประมาณจังกรมปรุงต้อนบานสเปียนิเตะปัญญาบานสำรับจัดตกทานี่คือเชียทัดในขนมเหมือนจีมวยในบัดมือปรุงต้อนกาจีประมาณให้นังกาบอดฮาเก้โดยซาแต่มูลหายได้โดยซาแต่ยืงมันจ้องตัวสกอร์ทากาจีประมาณให้กาบอดฮาเก้เนี่ยแต่เนี่ยวิคือจีเซตบอบุกุลจังให้บานจีกรมปรุงต้อนเนื้อแต่ละซาบอดปัญญานี่จัดตกทาวิคือจีบอดมือปรุงต้อนแต่ใบชีเวียงเมียนกาบ่อทรายท่าบ่อสันจียื่งมันแจ้งบอดมือบอดฮาเกก็โดยจีบอดจีประมาณเนี่ยตัวเต๋เนี่ยโจของกรมปรุงต้อนแต่จัดตกเวียธาคือจีบอดมือมวยขนมบัญชีปรุงต้อนเต๋อาจมีเนี่ยตัวเต๋กี่ยกเต๋เพื่อการพินิจนังบ่อทรายท่านุกคือจีซึดบอกเกของการจีประมาณจังยื่งอดตัวสกอลในห้องสังคมการบัญชีได้เมียนแบบไปนี่หรอมันอันญาตเมียนการจีประมาณนี่ได้จัดตกท่าวิกีคือจีซึดเต๋อันนี้กลุ่มน้องทอมตีมวยกลุ่มน้องทอมตีปีในโครงการดิฉันโกเพียบในบอดมือหนึ่งในตัวนี้คือวิแปะปอนจมวยนังกาบังกาตกจมวยในบอดมือปรุมันตอนมีนกาสลายคิวชราในขนมปัญหานี้หอยจีบใช้คือสำหรับอุกฤษดิตูในขนมทุสเออุกฤษดิชีนุกอดบานจับตกทากาได้ใจตกจมวยในขนมอัตบอดฉบับจีบใช้ทำใบเอาไปจีบรัดดังทาตาอำเภอนาคลาคือจีบอดมือในตระปรอนติโตโนนังอาโจรวมบ้านในการกัดมันถอยในบอดมือปรุมันตอนอุตหะโปรเซนต์ใบยืมมันใจในขนมฉบับไปเจ้าถามบัดละมือหน้ามวยตระปอนติโตดับปอนในกีปีปันได้แต่ปันได้ชามตีบุคคลลูกกอดอายุเคยทานนี้อาเจสไรเพียบจังกอดอาประพฤติบัดละมือยังในขนมกะในได้ฉบับใจถามเบอร์เซนจีเนะประพฤติอำเภอนี่คือจีบัดมือปรุงมันต้นกาใจตุกจีมุนนี่อาเฟยบุคคลลูกเรียงจ้าหรือมวยก็มีการคลายจากอาของการประพฤติบัดมือจังให้บานจีโกการนี้ยังอาจัดตกทาจีโกการมวยแต่โจร่วมในขนมกาบังการบัดมือมวยnày thành tâm năng cô caนี้ยังเคยทำเมียนโกกาต่อเตยเสียงจิตได้กรมปรุงตอนบานใจลำใบถึงนี้ในการกรุบโกการสการโกเพียบในบัดมือในตัวนิพนธ์ได้โดยชี้การโบสไลฉบับปรุงตอนจะได้สมัยดอมแบบถึงนี้แบบการโบสไลฉบับปรุงตอนนี้ลำใบถึงนี้การกรุบในการหายทาโกกาในสการโกเพียบในบัดมือในตัวบันในทาตรึเมียนบัดปัญญาฉบับใจตุกจิมุนถามเปิ้ลกูจะบัดมือแห่งตัวนั้นคือแต่ใบถึงนี้การกรุบนั่งไอ้บ้านจุบาล้อนั่งตรมตรึคือขนมกรอมปรุงต้อนตามยาบอดปัญญาในเมียตราพรามคือบ้านใจอย่างปีโกกามวยติดได้จีบปัจจัยในโกกาในซานโกเพียบในบอดเมืองตัวโน้ไก่ชมทาโกกาในการโบสไลฉบับปรุงต้อนในขนมเรื่องปรุงต้อนคือกีมันอ่านญาติไอ้ใจกรอมเพื่อการโบสไลผงริจิสารเพียบดิเขาก็กีมันอ่านญาติไอ้ใจกรอมปลายวิธีซักของการโบสไลขนมในเชียการวัดแบบสติสพีบได้คือบานในทางใจกรอมตรึกเบาสายกรอมปรุงต้นหรือฉบับปรุงต้นบัดปัญญาใจปีบัดมือหนึ่งตัวเนี่ยขนมอัตในมวยดอกตั้งรังต่างใบกับไม้เคลียร์จ่าปีไอ้เคลียร์จ่าปีโกกาในสร้างโกเพียบในบัดมือในตัวแต่โกกาใจทาตีมวยสถาบันในเตะปัญญากับโดยสถาบันเตะปราดบัดคือกาใจนั่นคือกำหนดปีสมาได้ทาจ้องใจตอนเตะตัวเปื้อนอะไรได้เวียมมังโกอเมียนกาปาปอดเอาสังคมจังก่อนใจปีศาจเพียบนั่งทาจีบอดมือปรุงตอนจังใจกรอมตระอ่านวอดในของสมาได้นั่งไว้ได้ฉบับให้นั่งบอดปัญญาปรุงตอนนั่งใจทาเปื้อนนั่นคือจีบอดมือปรุงตอนคนใต้ในปีได้อุตหะทาสถานเพียบปะหะปะไฮนั่งสามเพียบนั่งการล้างใจกรอมมือtới vì aiปะหะปะไฮนี้ก่อนโยนคืนทาเปื้อนนั่งaiปะปอคลาได้จังก่อนโยนนั่งโบสไลฉบับกีทาอะไรโบสไลของในตามสื่อสเพียบดิปีทาโบสไลตามสื่อเพียบนั่นคือเบียนในทาchỉ cả bộ sái tam nàyประโดยตามโคกาประโดยให้เชียอุตหะยมไอเลือกจิอุตหะแต่ใบยีโยลเชียงอุตหะนี่คือการเจนในขนมสามเพียบฉบับบ่อเตเตจีบใช้คือฉบับปรางอุตหะทำเบียนฉบับมวยเกใจทาหน้าแต่ดังทาครูนไออดเมียนประนำใบบ่องหายกอดบานลายtừใครแต่จีรถเพลิงในสมัยนั้นคือจีรถเพลิงtừดาวโกไดนามวยเนาะหอยมันบ้านเอาลุยมันในทายืงดังแต่ครูนไออดประยืงลายแต่จีรถเพลิง
ហើយថាសេវាកម្មដឹកជញ្ជូនរួមហ្នឹងហើយដល់ពេលទៅដល់គោលដៅយើងប្រាប់ថាយើងអត់មានលុយបង់ទេឧទាហរណ៍ថាច្បាប់ចែងករណីនេះគឺជាបទល្មើសព្រហ្មទណ្ឌបាទស្រាប់តែមានករណីមួយស្រដៀងគ្នាដូចករណីហ្នឹងអញ្ចឹងឧទាហរណ៍ថាជនម្នាក់គាត់ដឹងថាខ្លួនឯងអត់មានប្រាក់ទេគាត់ចូលទៅក្នុងភោជនីយដ្ឋានមួយដើម្បីឲ្យគេបម្រើសេវាកម្មម្ហូបអាហារឲ្យគេឲ្យម្ហូបអាហារដើម្បីឲ្យគាត់ញ៉ាំហើយពេលដែលគាត់ញ៉ាំហើយគឺគាត់ថាគាត់អត់មានលុយបង់ទេបាទគាត់ថាគាត់មានលុយបង់ទេប៉ុន្តែតាមពិតគាត់បានដឹងច្បាស់ថាគាត់អត់លុយទេប៉ុន្តែគាត់នៅទៅទៀតអញ្ចឹងដល់ពេលស្ថានភាពនេះកើតឡើងឧទាហរណ៍ថាម្ចាស់ភោជនីយដ្ឋានគាត់ប្តឹងក្នុងស្ថានភាពនៃឧទាហរណ៍ที่ខ្ញុំជម្រាបជូនមិញហ្នឹងចៅក្រមគាត់គិតថាវាអាចស្តៀងគ្នាជាមួយករណីជិះរថភ្លើងចា៎បានតែដឹងខ្លួនឯងអត់លុយហើយឲ្យគេបម្រើសេវាកម្មអ្វីមួយហើយប្រាប់គេថាអត់លុយបង់ចា៎អញ្ចឹងចៅក្រមគាត់អាចយល់ឃើញថាអាហ្នឹងវាដូចតែគ្នាចា៎ប៉ុន្តែតាមពិតអត់ទេស្មារតីច្បាប់ចែងតែពាក់ព័ន្ធជាមួយករណីជិះរថភ្លើងគេមិនឲ្យបកស្រាយតាមគោលការណ៍ប្រដូចនេះមកករណីគេហៅថាស៊ីម៉ាងនៅក្នុងភោជនីយដ្ឋានហ្នឹងគេមិនអនុញ្ញាតឲ្យធ្វើសារភាពដូចគ្នាទេតែបើយើងនិយាយបោកមួយឆោតដូចគ្នាហ្នឹងបាទបើសិនជាក្នុងន័យចិត្តជាចិត្តសាស្ត្ររបស់មនុស្សហ្នឹងគឺបានមានលក្ខណៈជាការបន្លំដូចគ្នាបន្លំដូចគ្នាអញ្ចឹងប៉ុន្តែគ្រាន់តែច្បាប់គេថាគោលដៅគេដើម្បីការពារគឺធានាចីរភាពនៃសេវាកម្មដឹកជញ្ជូនចាអញ្ចឹងគេចែងតែករណីទេឯករណីនោះមិនមែនបានន័យថាអ្នកស៊ីម៉ាងរួចខ្លួនទេប៉ុន្តែគេអត់ថាវាគឺជាបទល្មើសព្រហ្មទណ្ឌតែត្រូវយកបទបញ្ញត្តិរឿងតាក់ទងការដឹងតែខ្លួនឯងអត់ប្រាក់ហើយឡើងជិះសេវាឲ្យគេបម្រើសេវាដឹកជញ្ជូនហើយប្រាប់គេថាអត់មានលុយបង់នោះយកបទល្មើសហ្នឹងទោសហ្នឹងទៅដល់ផ្ដន់ទោសចំពោះអ្នកស៊ីម៉ាងទេចាប៉ុន្តែបានន័យថាម្ចាស់ភោជនីយដ្ឋានក៏គាត់មានសិទ្ធិតាមនីតិរដ្ឋវិន័យគឺគាត់មានសិទ្ធិប្តឹងដើម្បីទាមទារសំណងប៉ុន្តែសូមអនុញ្ញាតបញ្ជាក់ជូនថាស្ថានភាពនេះកើតមានជាឧទាហរណ៍យូរជាតាមមកហើយប៉ុន្តែក្នុងក្រមព្រហ្មទណ្ឌយើងទាំងការឲ្យគេផ្ដល់សេវាកម្មដឹកជញ្ជូនដោយដឹងតែខ្លួនឯងអត់លុយហើយគេផ្ដល់សេវាកម្មដឹកជញ្ជូនហ្នឹងហើយប្រាប់គេថាអត់លុយក៏ដូចជាករណីដែលរឿងថាឲ្យគេផ្ដល់សេវាកម្មដឹងខ្លួនឯងអត់លុយហើយគេផ្ដល់សេវាកម្មម្ហូបអាហារហ្នឹងហើយមិនឲ្យប្រាក់គេនោះក៏ច្បាប់យើងក្នុងក្រមព្រហ្មទណ្ឌចែងថាវាគឺជាប្រភេទបទល្មើសព្រហ្មទណ្ឌដែលគេឈ្មោះថាបទល្មើសបន្លំចា៎បាទអញ្ចឹងត្រូវមានទោសបើក្រមនេះចូលជាធរមានហើយចូលអនុវត្តតាក់ទងបទបញ្ញត្តិនៃមាត្រា384ការស៊ីម៉ាងក៏ត្រូវមានទោសហើយការឲ្យគេផ្ដល់សេវាកម្មដោយមិនគិតថ្លៃហ្នឹងក៏ឲ្យសេវាកម្មហើយដោយមិនបង់លុយហ្នឹងសេវាកម្មដឹកជញ្ជូនហើយមិនបង់លុយគេហ្នឹងក៏ជាបទល្មើសហើយយើងពលាតរហូតដល់ការឲ្យគេផ្ដល់សេវាកម្មផ្នែកសន្តាគារផ្នែកសន្តាគារឲ្យគេផ្ដល់បន្ទប់ហើយដល់ពេលដល់ថ្ងៃប្រាប់គេថាអត់មានលុយបាទហ្នឹងក៏ត្រូវមានទោសដែរអានេះគេហៅថាគេមិនអនុញ្ញាតឲ្យចៅក្រមហ្នឹងគាត់បកស្រាយតាមគេហៅថាស្ថិរភាពមួយទៀតគេមិនឲ្យគាត់ពង្រីកវិសាលភាពទេពង្រីកវិសាលភាពយើងអាចលើកជាឧទាហរណ៍ដូចជាករណីបទល្មើសលួចឬករណីបទល្មើសរំលោភលើសេចក្តីទុកចិត្តឬបទល្មើសឆបោកជាដើមក្រមព្រហ្មទណ្ឌមិនអនុញ្ញាតឲ្យមានការបកស្រាយក្នុងន័យជាការពង្រីកដើម្បីធ្វើឃ្លាតឆាកអំពីស្មារតីនៃច្បាប់ទេចា៎បាទឧទាហរណ៍យើងអាចលើកឧទាហរណ៍ច្រើនឧទាហរណ៍ដូចជាករណីនារីម្នាក់គាត់បានឧទាហរណ៍ថាស្រឡាញ់គ្នាជាមួយបរិសុទ្ធម្នាក់ចោះដោយបរិសុទ្ធម្នាក់ហ្នឹងគាត់សន្យាថាគាត់នឹងរៀបការជាមួយអញ្ចឹងទៅបាទដោយមានមនោចេតនាជាប់ពាក់ព័ន្ធស៊ីជម្រៅទៅឧទាហរណ៍ថាអ្នកទាំងពីរហ្នឹងជាពិសេសនារីដែលមានការទុកចិត្តថាបរិសុទ្ធខ្លួនឯងហ្នឹងគឺជាអ្នកដែលស្មោះត្រង់ហើយគង់តែរៀបអាពាហ៍ពិពាហ៍ឧទាហរណ៍ថាបានប្រព្រឹត្តខុសប្រពៃណីខ្មែរចោះចា៎បាទគាត់បានប្រព្រឹត្តគេហៅថាទុំមុនសគាចោះអញ្ចឹងដល់ពេលក្រោយមកស្រាប់តែបរិសុទ្ធនោះគាត់ដោះដៃវិញដោយគិតថាមានលើកហេតុផលអីផ្សេងហើយគាត់មិនរៀបអាពាហ៍ពិពាហ៍ជាមួយនេះក្នុងសារភាពបែបហ្នឹងបើយើងគិតទៅអាចមានការបកស្រាយរបស់សាធារណជនខ្លះក៏ដូចជាការយល់ឃើញរបស់អ្នកខ្លះគាត់អាចយល់ឃើញថាទេសារភាពហ្នឹងគឺអ្នកហ្នឹងក្បត់ទំនុកចិត្តហ្នឹងបាទឬក៏ថាអ្នកហ្នឹងបរិសុទ្ធម្នាក់ហ្នឹងបោកបាទប៉ុន្តែបើយើងពិនិត្យក្នុងគោលការណ៍ច្បាប់គឺការឆោបបោកក៏ដូចជាការរំលោភលើសេរីទុកចិត្តនេះវាត្រូវយកទៅអនុវត្តតាក់ទងជាមួយនឹងគេហៅថាទ្រព្យសម្បត្តិតែប៉ុណ្ណោះគេមិននិយាយអំពីការឆោបបោករាងកាយគេមិននិយាយពីការក្បត់ទំនុកចិត្តឬការរំលោភលើសេរីទុកចិត្តលើរាងកាយហ្នឹងគឺគេអត់ទេអញ្ចឹងការដែលក្បត់សន្យាដើម្បីរៀបអាពាហ៍ពិពាហ៍ឬមិនរៀបអាពាហ៍ពិពាហ៍ហ្នឹងគឺករណីហ្នឹងគឺយើងអត់ត្រូវយកបកស្រាយពង្រីកវិសាលភាពនៃបទល្មើសឆោបបោកឬបទល្មើសរំលោភលើចិត្តដើម្បីតម្រឹមទៅលើករណីនោះទេនេះគឺគោលការណ៍ដែលមានចែងនៅក្នុងមាត្រា5ការបកស្រាយច្បាប់ព្រហ្មទណ្ឌដោយតឹងរ៉ឹងយើងបកស្រាយអត់ឲ្យពង្រីកវិសាលភាពយ៉ាងដូច្នោះទេប៉ុន្តែមិនមែនបានន័យថាគ្រប់ករណីទាំងអស់បរិសុទ្ធម្នាក់ដែលគាត់ទៅ
ក្បត់ទំនុកចិត្តប្រភេទហ្នឹងគាត់អាចរួចផុតពីការទទួលត្រូវទេពេលខ្លះក៏គាត់អាចមានការទទួលត្រូវមួយផ្នែកដែរបើសិនជាការដែលគាត់ប្រព្រឹត្តនោះគឺធ្វើឲ្យមានការកំណត់ក្នុងបទល្មើសព្រហ្មទណ្ឌណាមួយឧទាហរណ៍ថាដូចជាការចាប់បង្ខំផ្សេងហ្នឹងដើម្បីរួមភេទហ្នឹងក៏ច្បាប់យើងចាត់ទុកថាគឺជាបទល្មើសព្រហ្មទណ្ឌដែរអញ្ចឹងអាចករណីហ្នឹងគេអាចប្តឹងបើសិនជាមានការចាប់បង្ខំរួមភេទហ្នឹងប្តឹងពីបទល្មើសរំលោភអីចឹងទៅបាទនេះសូមអនុញ្ញាតជម្រាបជូនដោយត្រួសអំពីគោលការណ៍និស្សិតគោលភាពហើយនិងបច្ច័យនៃគោលការណ៍